ไวยากรณ์កិរិយាសព្ទនិងគុណនាមបូកគោយើងមើលការប្រើប្រាស់ទាំងអស់គ្នាយើងមើលនិយមន័យនិងការប្រើប្រាស់តម្រងកិរិយាសព្ទមួយនេះតម្រងไวยากรណ៍មួយដែរតម្រងไวยากរណ៍មួយនេះដែរវាគឺជាឆ្នោតសម្រាប់ភ្ជាប់ប្រយោគមួយទៅប្រយោគមួយហើយវាមានន័យថានឹងឬក៏ហើយនៅក្នុងភាសាខ្មែររបស់យើងចំពោះកិរិយាសព្ទឬក៏គុណនាមណាដែលមានជើងគឺយើងបូកគោហើយកិរិយាសព្ទឬក៏គុណនាមណាដែលមានជើងក៏យើងបូកគោដូចគ្នាដែរសរុបមកវិញទោះបីជាកិរិយាសព្ទឬក៏គុណនាមនោះមានផាត់ឈាមឬក៏អត់ផាត់ឈាមក៏ដោយគឺយើងបូកជាមួយនឹងគោ direct តែម្ដងឲ្យមានការបំបែកអីទេហើយយើងប្រើគោនឹងគឺយើងត្រូវដាក់វានៅពីក្រោយកិរិយាសព្ទឬក៏គុណនាមយើងមើលទាំងអស់គ្នាដូចជាផាត់តាយើងបកប្រែថាទទួលយើងលុបដាចោលមកបន្ទាប់មកយើងបូកគោទៅជាផាត់គោទទួលបន្តមកទៀតមកតាយើងលុបដាចោលយើងបូកគោទៅជាមកគោម៉ាន់ធឺដាលុបដាចោលដូចគ្នាបូកគោទៅជាម៉ាន់ធឺគោស៊ីដាទៅជាស៊ីគោឈប់តាទៅជាឈប់គោវេយ្យាករណ៍មួយនេះគឺមានភាពងាយស្រួលនៅទាំងអស់គ្នាវាអត់មានសាំញ៉ាំអីទេរាល់កិរិយាសព្ទនិងគុណនាមណាចំពោះវេយ្យាករណ៍មួយនេះដែរគឺមានភាពងាយស្រួលអត់មានការសាំញ៉ាំអីចំពោះវេយ្យាករណ៍នេះគឺមានភាពងាយស្រួលវាអត់មានសាំញ៉ាំអីទេយើងគ្រាន់តែលុបដាចោលបន្ទាប់មកយើងបូកវាជាមួយនឹងគោឥឡូវយើងទៅមើលចំណុចបន្ទាប់យើងមកឧទាហរណ៍저는 항상 손을 씻고 밥을 먹어요. ខ្ញុំតែងតែលាងដៃហើយញ៉ាំបាយ손을 씻다 យើងបកប្រែថាលាងដៃហើយញ៉ាំបាយតទៅទៀត 내일 수업이 끝나고 영화를 볼 거예요. ថ្ងៃស្អែករៀនចប់ហើយខ្ញុំនឹងទៅមើលកុនតទៅទៀត 오늘은 비가 오고 추워요. ថ្ងៃនេះភ្លៀងហើយមានថាភ្លៀងហើយវាល្ងាតទៅទៀត 마카라 씨는 키가 크고 예뻐요. មករាមានកម្ពស់ខ្ពស់ 키가 크다 ខ្ពស់មករាខ្ពស់ហើយស្អាតទៀតយើងមើលរាល់កិរិយាសព្ទនៅពីមុខគោនេះវាមានអីប្រែប្រួលទេពាក្យសិទ្ធនេះមកពីពាក្យសិទ្ធតាយើងលុបដាចោលយើងបូកជាមួយគោមកទៅជាសិទ្ធគោគឺណាដាយើងលុបដាចោលបូកគោទៅជាគឺណាគោអូគោហើយនឹងគឺគោយើងមើលឧទាហរណ៍បន្ទាប់មើលប្រយោគទី1 어제 밥을 먹고 잤어요. កាលពីម្សិលមិញខ្ញុំញ៉ាំបាយហើយគេងមានន័យថាញ៉ាំបាយហើយក៏ទៅគេងប្រយោគទី2 어제 숙제하고 드라마를 봤어요. ម្សិលមិញខ្ញុំធ្វើលំហាត់ហើយខ្ញុំមើល drama មើលរឿងភាគការរៀនវេយ្យាករណ៍បានបញ្ចប់ហើយ